bà sân chia miền côn miền trao cao chập từ ngày đi tao ngày mà cao khai mà cái xe nè châu chăn mà mi vậy mình bé chăn mà sai nhỉ bông ôn rộp chăn mà mi tao ọt khâu hay pro dương chăn khai ba dương vô khai mà cái xe cứ khai muối nè châu chăn thay mày sôm xoa cũng cùng bà bông ôn đại mà can channel ha bờ muối chỉ ti group nâng chỉ ti sờ láng như đọp án ngàyนี้คือchỉ ngày sốc mùi cát khai mà cả xe chỗ chăn mấy na bông ôn na ngày mà cát khai mà cả xe nè cứ chăn mấyแต่ម្ដងchănខ្មែរយើងគឺខែ1ដោយតែវីដេអូខ្ញុំបានធ្វើមុនហ្នឹងថ្ងៃ15រោចខែកដិកវីដេអូមុនធ្វើមិនសមឯឥឡូវថ្ងៃនេះថ្ងៃសុក្រថ្ងៃ1កើតខែមករាគឺចូលឆ្នាំថ្មីហើយចូលឆ្នាំថ្មីហើយខែខ្មែរយើងពីព្រោះខែមករាខែ1ដោយតែបងប្អូនធ្លាប់ដឹងណាពេលចូលឆ្នាំម្ដងហ្នឹងគឺប្រសង់សម្ដែងធម៌ទេសនាអំពីប្រវត្តិរឿងរ៉ាវអ្នកប្រាជ្ញបណ្ឌិតលោកបាននិយាយពីរឿងប្រវត្តិតាក់ទងចូលឆ្នាំហ្នឹងពីដើមមកចូលឆ្នាំពេលណាដឹងគ្រប់គ្នាចាស់បុរាណលោកយកខែមករាហ្នឹងចូលឆ្នាំហ្នឹងហើយចូលឆ្នាំខែមករាហ្នឹងឥឡូវហ្នឹងខែហ្នឹងក៏ប៉ុន្តែដោយសារតែខែនេះមានភ្លៀងមានផ្គរណាមួយនៅឆោតកាត់មិនទាន់រួចរាល់ក្មេងខ្មាំងពិបាកលេងល្បែងលបាំក៏គាត់អនុលោមសម្រាប់យកខែចែកចូលឆ្នាំទៅវិញពីព្រោះខែចែកបានឆោតបោកបានរួចរាល់មេឃក៏មិនភ្លៀងវាស្ងួតស្រួលលេងល្បែងលបាំអញ្ចឹងណាហើយបើថាងូតទឹកឲ្យចាស់ទុំងូតទឹកឲ្យឪពុកម្ដាយស្រង់ទឹកឲ្យប្រសង់ក៏មិនរងាដែរពីព្រោះខែក្តៅខែចែកអញ្ចឹងហើយបានជាលោកអនុលោមយកខែចែកចូលឆ្នាំវិញធាតុពិតដែលចូលឆ្នាំមែនតែននៅក្នុងខែខ្មែររបស់យើងបែងចែកឆ្នាំឲ្យបានត្រឹមត្រូវគឺនៅក្នុងមួយកើតខែមករានេះគឺចូលឆ្នាំថ្មីហើយបើចាស់ទុំលោកបានលើកទៅចូលខែចែកក៏ដោយក៏តែនៅក្នុងថ្ងៃមកកើតខែមករានេះគឺឆ្នាំថ្មីតែម្ដងពីម្សិលមិញថ្ងៃ15រោចខែកដិកហ្នឹងនៅក្នុងឆ្នាំបសាញ់ឡើយឯងដល់ថ្ងៃនេះខែមករាថ្ងៃមកកើតនេះគឺចូលឆ្នាំមមីហើយអញ្ចឹងយើងលៃលោកបែងចែកឲ្យត្រូវឆ្នាំគឺចូលឆ្នាំថ្មីនៅក្នុងថ្ងៃនេះថ្ងៃមកកើតខែមករានេះហើយយើងរាប់ឆ្នាំចាស់ថ្ងៃសុក្រមកកើតខែមករាឆ្នាំបសាញ់អានេះយើងរាប់យកអញ្ចឹងតាមដាប់អញ្ចឹងណាឆ្នាំបសាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025អញ្ចឹងខែបារាំងគឺនៅក្នុងខែ11ថ្ងៃ21ខែ11រីឯខែខ្មែរយើងគឺខែ1ហើយហ្នឹងហើយថ្ងៃ1ខែ1ខែខ្មែរអញ្ចឹងវាលើសខ្វះគ្នាបារាំងឯខ្មែរហ្នឹងណាហ្នឹងហើយខ្មែរយើងឆ្លងហើយតែនៅបារាំងតែនេះខ្ញុំនិយាយខ្មែរអត់និយាយបារាំងទេហើយសម្រាប់ពុទ្ធសករាជគឺអត់មានពាក់ព័ន្ធជាមួយនឹងចូលឆ្នាំទេអត់ពាក់ព័ន្ធគ្នាទេពុទ្ធសករាជឆ្លងនៅថ្ងៃ100ខែពិសាទើបឆ្លងពុទ្ធសករាជរីឯចូលឆ្នាំយើងផ្សេងជាប្រពៃណីខ្មែរយើងផ្សេងឬមួយក៏ប្រពៃណីផ្សេងទៅតាមប្រទេសរបស់គេនីមួយតែសម្រាប់ខ្មែរគឺយើងឆ្លងឆ្នាំចូលឆ្នាំថ្មីគឺថ្ងៃ1កើតខែមករានឹងចូលឆ្នាំថ្មីហើយតាមពិតដឹងគ្រប់គ្នាតែមិនបានចាប់អារម្មណ៍បងប្អូនសំដៅទៅលើចូលឆ្នាំអញ្ចឹងបើសិនជាមានកូនមានចៅកើតចាប់ពីថ្ងៃនេះទៅថ្ងៃមកកើតខែមករានេះកើតណាគឺចូលឆ្នាំមមីហើយមិនមែនឆ្នាំអាសាញ់ទេបងប្អូនរាប់ឆ្នាំមមីទៅអត់ខុសទេពីព្រោះយើងឆ្នាំខែខ្មែរយើងយកខែមករាគឺខែ1នឹងចូលឆ្នាំថ្មីឆ្នាំមមីមិនមែនជាឆ្នាំអាសាញ់ទេអញ្ចឹងយើងបែងចែកអញ្ចឹងកុំឲ្យច្រឡំគ្នា
ហើយមានចាស់ខ្លះច្រើនណាទាំងខ្ញុំមិនដឹងឆ្នាំអីចៅអើយខ្ញុំកើតមកអាទិត្យចូលឆ្នាំកើតខែ1ខែ2ខែ3គាត់ថានៅឆ្នាំចាស់អញ្ចឹងតែពិតមិនមែនឆ្នាំចាស់ឲ្យចូលឆ្នាំថ្មីហើយណែចូលឆ្នាំថ្មីហើយបើយើងគិតថាខែចែកចូលឆ្នាំលេងសប្បាយធ្វើបុណ្យទាននៅក្នុងខែចែកចូលឆ្នាំបើយើងគិតយកខែដែលចូលឆ្នាំមែនតើវាបាន5ខែហើយមកកសេខែ1បោះខែ2មិញខែ3ផលគុណខែ4ចែកខែ5អញ្ចឹងវាបាន5ខែហើយយើងចូលបាន5ខែបាត់ហើយឆ្នាំមកតែដល់ពេលគេលេងចូលឆ្នាំខែចែកបងប្អូនដែលកើតមុនខែចែកហ្នឹងទៅគាត់ថាគាត់មិនទាន់ចូលឆ្នាំថ្មីផងហើយកូនខ្ញុំនៅមួយថ្ងៃទៀតកើតនៅមួយថ្ងៃទៀតចូលឆ្នាំគាត់កើតមុនមួយថ្ងៃហើយប្រពន្ធខ្ញុំក៏គាត់ថានៅឆ្នាំចាស់ប្រាប់មិនក៏អត់ស្ដាប់ពិបាកបរិយាយមិនក៏គាត់អត់យល់ហើយថាចុះបើឆ្នាំនឹងចូលឆ្នាំថ្មីមិនក៏គេមិនធ្វើចូលឆ្នាំនៅក្នុងថ្ងៃខែហ្នឹងខែមករាហ្នឹងមិនក៏គេធ្វើខែចែកអត់ចេះស្ដាប់គេពេលចូលឆ្នាំម្ដងប្រសងក៏លោកសំដែងអំពីការចូលឆ្នាំទំនៀមទម្លាប់ប្រពៃណីតាំងពីដើមមកចូលឆ្នាំពេលណាហើយលោកអាចារ្យកវីបណ្ឌិតចាស់ព្រឹទ្ធាចារ្យនៅក្នុងទស្សនាវដ្តីក៏គេចោះអំពីចូលឆ្នាំហ្នឹងហើយពីប្រវត្តិពីដើមមកចូលពេលណាគាត់អត់ចេះស្ដាប់ដល់ពេលយើងនិយាយទៅគាត់អត់ជឿថាយើងនឹងអាម៉េចហ្នឹងអញ្ចឹងបែងចែកឆ្នាំដែលកូនចៅកើតនឹងឲ្យដឹងឆ្នាំថានៅឆ្នាំណាអ្នកខ្លះស្លាប់ទៅវិញក៏អត់ទាន់ដឹងកើតឆ្នាំណាទៀតនៅវេវ៉ាអត់ទាន់ច្បាស់ទេអញ្ចឹងខ្ញុំអ្នកមើលធ្វើអ្វីដែលជាមង្គលដូចជាសង់ផ្ទះសង់អ្វីចឹងណាខ្ញុំត្រូវបែងចែកកន្លែងហ្នឹងឲ្យច្បាស់បើបែងចែកមិនច្បាស់គឺមើលឲ្យគាត់ខុសបើកាលណាមើលគាត់ខុសគាត់អត់បានសុខទេសិរីមង្គលនឹងមើលខុសអត់សុខទេបើបែងចែកឆ្នាំខែហ្នឹងវាអត់ដាច់គឺពិបាកណាស់បើទោះបីជាម្ចាស់ខ្លួនគាត់ជំនះថាងគាត់កើតឆ្នាំនេះឆ្នាំនោះក៏យើងដឹងដែរឲ្យទៅតែគាត់ទៅតែដល់ពេលយើងមើលគិតបែងចែកខែគាត់កើតខែណាបើទោះបីជាគាត់ថាឆ្នាំណារឿងរបស់គាត់តែយើងមើលយើងត្រូវបែងចែកខែណាគាត់នៅឆ្នាំណាអញ្ចឹងបើសិនជាកើតចាប់តាំងពីថ្ងៃ100នេះថ្ងៃមកកើតខែមករានេះរហូតទៅដល់ថ្ងៃ15រោចខែកដឹកអញ្ចឹងអ្នកនឹងនៅក្នុងឆ្នាំថ្មីហើយឥឡូវនៅក្នុងឆ្នាំមមីណាចូលឆ្នាំមមីមួយថ្ងៃនេះឆ្នាំមមីមួយថ្ងៃហើយអញ្ចឹងគិតពីនឹងទៅថ្ងៃ1កើតខែមករានេះរហូតទៅដល់ថ្ងៃ15រោចខែកដឹកអញ្ចឹងអ្នកដែលកើតក្នុងចន្លោះពីឥឡូវនឹងដល់ថ្ងៃ15រោចខែកដឹកគឺឆ្នាំមមីហើយបើទោះបីខែចែកចូលឆ្នាំហ្នឹងក៏អត់ទេគឺឆ្នាំថ្មីហើយចូលតាំងពីថ្ងៃមកកើតខែមករានេះទៅអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលចេះបកែកហ្នឹងអាចវាយនៅក្នុង YouTube ណាអំពីចូលឆ្នាំស្ដាប់ទៅដឹងហើយកុំឲ្យថាមើលតែខ្ញុំហ្នឹងថាខ្ញុំនិយាយផ្ដេសផ្ដាស់មិនមានអីចម្លែកទេតែខ្ញុំធ្វើដើម្បីឲ្យបងប្អូនអស់មន្ទិលអំពីរឿងចូលឆ្នាំបែងចែកឆ្នាំណាវាព្រោះកូនក្មួយបងប្អូននៅក្បែរខ្ញុំហ្នឹងគាត់ចេះថាចុះបើទោះបីជាខ្ញុំប្រាប់គាត់យ៉ាងម៉េចគាត់អត់ជឿដែរណាគាត់អត់ជឿទេអញ្ចឹងនៅក្នុង15រោចខែកដឹកឆ្លងឆ្នាំហ្នឹងអ្នកខ្លះឆ្លងអត់ផុតទេមើលដូចនិយាយនៅក្បែរផ្ទះខ្ញុំហ្នឹងគាត់ឆ្លងមិនផុតណាពីយប់មិញថ្ងៃ15រោចខែកដឹកហ្នឹងត្រូវឆ្លងឆ្នាំថ្មីគាត់ឆ្លងអត់ផុតហ្នឹងហើយដល់មកដល់ថ្ងៃមកកើតខែមករាចូលឆ្នាំថ្មីផ្លុកគាត់ឆ្លងអត់ផុតហើយគាត់ពីមុនមកគាត់នៅឈឺធម្មតារ៉ាំរ៉ៃអញ្ចឹងតែគាត់ថាគាត់ឆ្លងអត់ផុតឆ្នាំថ្មីហ្នឹងហើយឆ្លងអត់ផុតវាចែកដនអញ្ចឹងដែរបើទោះបីឆ្លងមិនឆ្លងផុតអីវាត្រូវតែទៅហើយកុំតែវាជារឿងមែនតែនជារឿងពិតណាយើងគួរពិចារណាកន្លែងហ្នឹងឆ្លងអត់ផុតក៏មានអញ្ចឹងណាដូចយាយនៅក្បែរផ្ទះខ្ញុំគាត់ឆ្លងអត់ផុតទេឆ្លងឆ្នាំថ្មីអត់ផុតនៅក្នុងឆ្នាំចាស់ហ្នឹងហើយអញ្ចឹងបញ្ជាក់បន្ថែមបងប្អូនកូនក្មួយណាអ្នកខ្លះដែលមិនទាន់យល់ច្បាស់អំពីកំណត់ខ្លួនឯងកើតឆ្នាំណាអញ្ចឹងគិតមើលខែទៅយើងរាប់
ពីឥឡូវហ្នឹងពីខែមករាថ្ងៃមកកើតរហូតដល់ថ្ងៃ15រោចខែកដឹកចន្លោះពីឥឡូវទៅដល់ថ្ងៃ15រោចខែកដឹកគឺនៅក្នុងឆ្នាំថ្មីហើយបើដល់ឥឡូវយើងអត់ទាន់ចូលឆ្នាំថ្មីក៏ដោយតែចូលឆ្នាំថ្មីឥឡូវឆ្នាំម្សាញ់យើងថាឆ្នាំម្សាញ់តែតាមពិតមិនមែនទេឆ្នាំមមីហ្នឹងហើយឆ្នាំមមីហើយបានមួយថ្ងៃគឺឆ្នាំមមីនេះថ្ងៃមកកើតខែមករានេះគឺឆ្នាំមមីហើយតែយើងចេះជាប់ចឹងមកនៅចឹងទៅហើយបងប្អូនអាចស្រាវជ្រាវរកមើលណាដឹងហើយហ្នឹងហើយកុំឲ្យថាខ្ញុំនឹងមិនជាពិសេសពេលចូលឆ្នាំហ្នឹងស្ដាប់ប្រសងសម្ដែងធម៌ពេលចូលឆ្នាំហ្នឹងទៅវត្តទៅវាលោកសម្ដែងអំពីទំនៀមទម្លាប់នៃការចូលឆ្នាំពីមុនមកចូលពេលណាគឺដឹងហើយការធ្វើវីដេអូតពីម្សិលមិញថ្ងៃ15រោចខែកដឹកហើយមកដល់ថ្ងៃនេះថ្ងៃមកកើតខែមករាហ្នឹងថ្ងៃ15រោចខែកដឹកគឺថ្ងៃឆ្លងឆ្នាំឥឡូវឆ្លងផុតដែរចូលឆ្នាំថ្មីនេះថ្ងៃមកកើតខែមករានេះគឺឆ្នាំថ្មីហើយយើងចូលឆ្នាំមមីហើយតែជាប់ថាមកផ្សាញ់ក៏មកផ្សាញ់ទៅតែធៀបពិតគឺចូលមមីហើយបើបងប្អូនកូនក្មួយអីមានកូនចៅឲ្យកើតនៅក្នុងពេលនេះគឺចូលឆ្នាំមមីហើយបើនៅឆ្នាំថ្មីហើយមិនមែនឆ្នាំចាស់ទេគឺឆ្នាំថ្មីហ្នឹងហើយប៉ុណ្ណឹងចុះហើយមានការលើសខ្វះខាតណាក៏បងប្អូនមេត្តាអធិស្ឋានផងណាហ្នឹងហើយបងប្អូនអាចស្រាវជ្រាវទៀតអ្នកដែលបកកែថាចែកចូលនឹងស្រាវជ្រាវមើលទៅវាអត្ថបទក្នុង YouTube ឃើញហើយហ្នឹងហើយឃើញហើយការចូលឆ្នាំហ្នឹងអញ្ចឹងប៉ុណ្ណឹងចុះសូមជម្រាបលា